បងនៅកូរ៉េកំពុងតែរកលុយអូននៅស្រុកកំណើតទិញផ្ទះតូចល្មមរស់នៅបដោះអាសន្នសិនទៅបងសំលុយបានច្រើនពេលបងត្រឡប់ទៅផ្ទះវិញយើងធ្វើផ្ទះធំហើយទុកអាផ្ទះតូចហ្នឹងសម្រាប់ស្នាក់នៅធ្វើផ្ទះធំរួចរាល់អស់យើងលើកអាផ្ទះតូចហ្នឹងយកទៅដាក់នៅចំការជើងភ្នំរបស់យើងបងមើលតាម Facebook ឃើញគេលក់ផ្ទះចល័តស្អាតហើយតម្លៃសមរម្យហើយគេនិយាយថាប្រភេទឈើគេស្រឡៅហើយសក្រំល្អទៀតអញ្ចឹងអូនឯងចេញទៅមើលតើកន្លែងគេហ្នឹងគឺធ្វើពិតប្រកបមែនអត់ហើយគេប្រើឈើល្អមែនអត់មើលឃើញហើយអូនឯងកក់លុយបន្ទាប់មកទៀតអូនឯងឲ្យគេដឹកមកកុំឲ្យគេបាញ់ថ្នាំដើម្បីឲ្យអ្នកស្រុកអ្នកភូមិរបស់យើងមើលឃើញថារបស់គេហ្នឹងប្រើប្រភេទស្រឡៅហើយសកម្មពិតប្រកបមែនអត់ព្រោះបងនៅឆ្ងាយអញ្ចឹងឲ្យអ្នកស្រុកអ្នកភូមិជួយមើលផងភូមិយើងនៅជាប់ជើងភ្នំនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងពូនៅក្នុងស្រុកក្នុងភូមិហ្នឹងគាត់ស្គាល់ឈើច្បាស់ណាស់អញ្ចឹងហៅគាត់ជួយមកមើលផងបាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកស្រីសន្ធរសូមមកបង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រជាប្រភេទផ្ទះទាបអត់បន្ទប់ទឹកនេះជាការកម្មងរបស់បងប្រុសបងស្រីនៅខាងទឹកផុសខេត្តកំពង់ឆ្នាំងឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំបានរៀបចំរួចរាល់ហើយប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រអត់បន្ទប់ទឹកជាប្រភេទផ្ទះទាបនេះគឺតម្លៃវា4800បងប្អូន4800ហ្នឹងគឺបងប្អូនបានមកកាផ្លេទាំងអស់បងប្អូនគឺមានការរៀបចំជូនបងប្អូនរួចរាល់ស្រេចទាំងអស់គឺយើងមានប្រភេទផ្ទះដែលមានទំហំ3គុណនឹង6អត់បន្ទប់ទឹកកម្មចដា3កម្ម5កម្ម7កម្មអាហ្នឹងស៊ីសងលើបងប្អូនស្រឡាញ់ឯងបងប្អូនស្រឡាញ់ជាប្រភេទរៀងខ្ពស់ជាងហ្នឹងយក7កម្មទៅបងប្អូនយកប៉ុណ្ណឹងគឺយកប៉ុណ្ណឹងទៅហើយបើសិនជាបងប្អូនយកទៀបជានឹងសម្រាប់យើងស្រួលឡើងស្រួលចុះយើងយក3កម្មទៅឥឡូវនេះខ្ញុំនាំបងប្អូនទៅមើលទូផ្ទះខាងលើនៅប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រនឹងទាំងអស់គ្នាគឺបងប្រុសបងស្រីគាត់យកវេរ៉ាំដាខាងមុខ1ម៉ែត្រដើម្បីឲ្យសាច់បន្ទប់វាធំបងប្អូនយក1ម៉ែត្រក៏បាន1ម៉ែត្រកន្លះក៏បានដែរបើសិនតែបងប្អូនអត់ប្រាប់ខាងផ្ទះចល័តស្រុកស្រីថោយើងខ្ញុំទេគឺខ្ញុំដាក់1ម៉ែត្រកន្លះឲ្យហើយតែបើបងប្អូនចង់បានសាច់បន្ទប់វាធំយើងយក1ម៉ែត្រដូចគាត់ទៅហើយយើងចូលពីវេរ៉ាំដាហ្នឹងមកដល់សាច់បន្ទប់ហ្នឹងបើយើងយកវេរ៉ាំដា1ម៉ែត្ររៀងធំទលាយជាង1ម៉ែត្រកន្លះបងប្អូនរៀងធំទលាយជាងហើយមិនធំអីប្រហែលទេបងប្អូនព្រោះអីយើងយក3 6តម្លៃវាល្មមសមរម្យទេបើសិនជាបងប្អូនចង់ឲ្យបានរៀងទលាយជាងនឹងទៀតបងប្អូនយក3កន្លះ7 3កន្លះ8 4 7 4 8 4 9ទៅអាហ្នឹងធំទលាយហើយអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនឃើញស្អាតបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងណាបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផងបាទសូមអរគុណ